អូខេសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយពាក់ព័ន្ធជាមួយការពីមេរៀនមុនខ្ញុំបានបង្ហាញអំពីការ create assembly ចំពោះផ្លូវរបស់យើង8ម៉ែត្រអញ្ចឹងនេះការ create assembly មេរៀនមុនយើងបានបង្ហាញហើយអញ្ចឹងអឺការ create assembly របស់យើងគឺពាក់ព័ន្ធជាមួយនឹង type call ដែលគេឲ្យមកអញ្ចឹងយើងត្រូវ add ទៅតាមដែលគេឲ្យមកកម្រាស់ផ្លូវទីយើងស្ទាប់ផ្លូវជើងទេប្រវែងផ្លូវអីហ្នឹងសិតគេឲ្យមកជាផ្លូវ4ម៉ែត្រអីចឹងផ្លូវ8ម៉ែត្រមកខាង4ម៉ែត្រអញ្ចឹង Suder របស់វាចំណីផ្លូវគឺយើងពី2ម៉ែត្រសងខាងអញ្ចឹងឥឡូវយើងបន្តមេរៀនរបស់យើងបន្តទៀតយើងនឹងធ្វើការបំពាក់ corridor អញ្ចឹងឥឡូវយើងត្រូវ create corridor ចូលដើម្បីពាក់លើផ្លូវរបស់យើងអញ្ចឹងឥឡូវនេះខ្ញុំចូលទៅក្នុងឥឡូវយើងបិទវាសិនឥឡូវយើងចូលទៅក្នុងនេះ corridor យើងចូលទៅ corridor អញ្ចឹងវាពេលចុចហើយវាបានលោតផ្ទាំងបែបនេះអញ្ចឹងយើងត្រូវដាក់ឈ្មោះឲ្យវាអញ្ចឹងបងប្អូនអាចដាក់ទៅឈ្មោះអីដែលបងប្អូនអាចចំណាំបានទៅប៉ុន្តែកុំឲ្យវាមានបញ្ហាពេលចង់ឆែកមើលវាដឹងថាមួយណាអញ្ចឹងខ្ញុំដាក់ Corridor Design អញ្ចឹងខ្ញុំដាក់បានប៉ុណ្ណេះអញ្ចឹងនេះដោយសារនេះ alignment របស់យើងនេះយើងអត់ត្រូវផ្លាស់ប្ដូរវាទេយក Corridor Style ហ្នឹងមកនេះក៏អត់ដែរហើយនេះ alignment នេះយើងត្រូវបដូរនេះទីតាំងរីដោយសារជាក់ស្ដែង alignment របស់យើងមានតែមួយទេអញ្ចឹងយើងautomatic គឺវាចូលទៅអាមួយហ្នឹងឯងអញ្ចឹងបើវាមាន2អាហ្នឹងយើងត្រូវថាយើងទៅពាក់ corridor ទៅលើផ្លូវមួយណាដោយសារយើង alignment យើងមានតែមួយឯងអញ្ចឹងយើងអានេះខ្ញុំដាក់ហើយឯង alignment របស់ខ្ញុំអញ្ចឹងវា auto គឺចូលតែហ្នឹងឯងអញ្ចឹងនេះចូលឲ្យ profile អញ្ចឹង profile យើងត្រូវរើសយកនេះ profile design ដោយសារយើងអត់ធ្វើ assisting ទេយើងធ្វើ profile design ហើយចំពោះ assembly យើងបានបង្កើតមុនហ្នឹងចំពោះវីដេអូមុនបង្ហាញហើយនេះខ្ញុំបានដាក់មក cross section design ចំពោះ assembly ហ្នឹងអញ្ចឹងខ្ញុំបានដាក់ប៉ុណ្ណឹងឥឡូវខ្ញុំធ្វើវាមកយើងយកណាន់ទេយើងយកassembly ដែលយើងបានបង្កើតវាមកដែលពីវីដេអូមុនណាអញ្ចឹងវាបានប៉ុណ្ណឹងអញ្ចឹងយើង add វាមកចំពោះនេះយើងអត់នេះទេនេះ corridor template អាហ្នឹងយើងមាន corridor template អាហ្នឹងយើងនេះទៅប៉ុន្តែជាក់ស្ដែងយើង create ថ្មីទេអញ្ចឹងនេះ target surface យើងត្រូវជ្រើសរើសយើងអត់យកណាន់ទេយើងរើស target surface គឺយើង follow ទៅលើ existing មែនទេ follow របស់ existing របស់វាអញ្ចឹងនេះ existing ដែលយើងបានមាននេះអញ្ចឹងយើងឲ្យបានហើយយើង create មកអញ្ចឹងវាពេលយើងអូខេវាចេញផ្ទាំងបែបនេះឲ្យយើងហើយអញ្ចឹងអ្វីដែលយើងចង់បានចង់មើលគឺនេះហើយ target នេះ target យើងមានអស់ហើយមានឆ្វេងនេះញ៉ាត់នេះ lens super elevation អញ្ចឹងវាមានទាំងឆ្វេងមានទាំងស្ដាំចេះអញ្ចឹងវាមានទាំងសងខាង assembly របស់យើងគឺមានទាំងសងខាងមានឆ្វេងមានស្ដាំអញ្ចឹងអានឹងអត់អីទេយើងនេះវិញមកអញ្ចឹងអានេះអូខេមកយើង apply វាមកនេះ apply rebuild the corridor នេះយើងរើសអានឹងមកហើយយើងអូខេមកនេះក៏ដល់យើងបានពាក់មិញដែលយើង add មកបានបែបនេះបានពាក់បានបែបនេះអញ្ចឹងក៏ដល់របស់យើងគឺវាបានបែបហ្នឹងអញ្ចឹងនេះដូចអាកន្លែងជើងទេជើងអីដែលយើងបានcreate វាមកនេះឃើញអត់អញ្ចឹងអ្វីដែលយើងក៏ដល់របស់យើងគឺយើងចាប់គឺ20ម៉ែត្រមួយនេះឃើញអត់អញ្ចឹងវា create 20ម៉ែត្រមួយបើយើងចង់កន់វាអាហ្នឹងយើងកន់វាទៅនេះអាកន្លែងក៏ដល់នេះចាក់ម៉ែត្រ10ម៉ែត្រ5ម៉ែត្រហ្នឹងយើងកំណត់ខ្លួនយើងទៅអត់អីទេតែនេះខ្ញុំចាប់ឲ្យចាប់នេះម៉ែត្រមួយ21 20ម៉ែត្រមួយអញ្ចឹងឥឡូវយើងបានក៏ដល់ប៉ុណ្ណឹងយើងចូល add ចូល edit វាចាំតិចបិទសិននេះយើងចូលទៅក្នុង corridor យើងនេះចុចមកយើងនេះរើសមកคลิกស្ដាំមកយើងរើស property មកវាចេញបែបនេះឲ្យយើងហើយនេះអញ្ចឹងយើងត្រូវមើលរបស់វានេះមិញដែលយើង add របស់ដែលខ្ញុំបង្ហាញមិញប្រាប់ប៉ុណ្ណេះកូដវាចេញបានបែបនេះនេះ Twitter line នេះយើងបានប៉ុណ្ណេះនេះអ្វីដែលយើងត្រូវបន្ថែមគឺបែបនេះនេះទីតាំងនេះគឺចូលទៅក្នុង surface អាផ្សេងយើងអត់ត្រូវបដូរទេ data នេះយើងបានហើយយើង add ហើយអញ្ចឹងយើងត្រូវចូលទៅក្នុង surface យើងត្រូវ add របស់វាអញ្ចឹងយើងត្រូវ add របស់វា data របស់យើងគឺត្រូវធម្មតាយើងមាន top ផងហើយតែទុំ ខ top ហើយនឹងខតែទុំរបស់វាក៏ដល់យើងត្រូវ add វាអញ្ចឹងនេះមើល
lần mắc khơi nhà ní khăn stam khăn chơi đây kia ní dương rồi nâng máu chụp máu bị bàn bạc này dương thấy đi về đã mua về mà lâu dân nặng đã mua khó đã vào cắt hay dân đã thọp bạc này mà dân đi ban thọp mùi dân ở vậy thì dân thử hứa dân ban thọp mỗi dân thử ad bao việc nè dân thọp đi mình sẽ vào đây cho dân thử ad bao việc đi ban thọp thì bây giờ ad khó thấp dân thử ad thọp mùi mà nè nè lại nhỉ specify code ní dân thử hứa thọp đãហើយទៅយើងបាន top នេះយើងចុចញ៉ាបោកនេះមកវា add ចូលយើង add ចូល click វាមួយអញ្ចឹងទីតាមនេះយើងត្រូវដូរដែរយើងត្រូវរើស top link រើស top link ណាអញ្ចឹងយើងបានមួយតែយើងបានតែមួយទេយើងត្រូវ add top ហើយយើងត្រូវ add តែទុំមួយទៀតអញ្ចឹងយើងត្រូវចុចទៅលើនេះដែរយើងដាក់វាមកយើងដាក់ call តែទុំនេះយើងដាក់បានប៉ុណ្នេះអញ្ចឹងយើងបានយើងរើសមើលដែរនេះយើងចុចទៅលើspecify code នេះយើងរើសវាយើងមើលទៅនេះឃើញតែទុំនេះតែទុំអញ្ចឹងយើងចុចលើតែទុំយើង add មួយដែរអាមិនដែរ click វាដូចគ្នាតែទីតាំងនេះកន្លែងណាំនេះយើងត្រូវដូរវាដាក់វា bottom link អញ្ចឹងណាយើងរើសដាក់ bottom link អញ្ចឹងយើងរើសនឹងមកយើង apply មកអញ្ចឹងយើងបាននេះឃើញអត់នេះយើង add មកបានបាត់នេះអញ្ចឹងយើងអានេះ design យើង add ទីយើងអត់នេះទេយើងបិទវាសិនទៅហើយចុចទៅលើ space នេះខ្ញុំបិទវាខ្ញុំមកឲ្យវាចេញអញ្ចឹងឯងខ្ញុំបិទវាខ្ញុំដាក់ឲ្យតែទុំពេលបិទតែទុំបិទហើយអញ្ចឹងវាបិទតែមួយយើងបិទតែមួយអញ្ចឹងយើងចុចលើមួយទៀតចុចលើចា sorry ចុចលើនឹងអដែលនេះចុចលើ edit នឹងតែមកខ្ញុំហើតែទុំអដែលណាបិទទៅវាអស់ហើយវាឃើញឲ្យយើងវានៅតែកោពាក់កដោនេះទេអា top ហើយនៅតែទុំវាអត់ចេញទេអញ្ចឹងឬមួយទៀតយើងអាចចូលទៅក្នុងនេះឃើញអត់នេះខតែទុំខអញ្ចឹងយើងចូលទៅក្នុង surface នេះមកអាចចូលបិទវាពេលយើងចូលអញ្ចឹងក៏បានដែរយើងចូលទៅក្នុង surface យើងចូលទៅបិទវាកុំឲ្យវាអញ្ចឹងវាបិទបើកតកដោបានហើយអញ្ចឹងទីតាំងនេះអា surface style នេះយើងបិទទៅដំបូងខ្ញុំដាក់ final វាពេលធម្មតាចេញ final អញ្ចឹងខ្ញុំបិទរបស់វាខ្ញុំចូលទៅក្នុង surface នឹងអដាលមកបិទវាដាក់តែទុំមកវានឹងបាត់ហើយអាហ្នឹងស្រាប់តែទុំតែពេល top ណា top ចូលដូចគ្នាមក top ដូចគ្នាដោយសារពេលយើង add គឺវាចេញបែបនេះចេញអា final surface នេះអញ្ចឹងយើងចូលទៅបិទវាយើងចូលនឹងដែរយើងបិទរបស់វាយើងចូលទៅក្នុងហ្នឹងហើយយើងបិទដាក់តែទុំមកទៅយើងបិទទៅអញ្ចឹងយើងឃើញរបស់យើងអត់ញ៉ៃទេយើងឃើញរបស់យើងវាអត់ញ៉ៃទេយើងចេញមកគឺស្អាតបែបហ្នឹងពេលបានបែបហ្នឹងយើងត្រូវចូលទៅ add ជើងទេមានជើងទេថត slope របស់វាយើងធម្មតាវាមានជើង slope វាអញ្ចឹងយើងចាប់ពីណាទៅណាអញ្ចឹងខ្ញុំចូលទៅក្នុង folder ដែរខ្ញុំចុចទៅលើនេះ corridor design ខ្ញុំ click មកស្ដាំខ្ញុំចូល property នេះមាន boundary អញ្ចឹងយើងត្រូវ add boundary add deadline របស់វា add boundary សិនបានវាចាប់បានទី1ចុចលើ core top នេះមក click ស្ដាំចុចលើ add automatic នេះដាក់ម៉ៅលើ automatic នេះមកវានឹងលុតអត់ឃើញយើងនេះឃើញ delay នេះយើងត្រូវរើស delay ហ្នឹងមកឲ្យវាចាប់អញ្ចឹងវាបានមួយអូខេអញ្ចឹងយើងត្រូវរើសតែទុំមួយទៀតតែទុំមកស្ដាំចុចទៅ add automatic នេះនឹងមករើស delay ដូចគ្នាហ្នឹងមកយើងចុចអូខេមកអូខេនេះយើងចុចលើ rebuild ដក corridor មកវាអូតូវាចូលឲ្យយើងហើយអញ្ចឹងវាបានហើយយើងចូលទៅថែមមិននិយាយបិទដល់វាអូខេអញ្ចឹងនេះវាបានប៉ុណ្្នឹងណាអញ្ចឹងយើងត្រូវដាក់ slope របស់វាមិនមែនថាចាប់ពីជើងទេទៅពី shoulder របស់យើងចាប់ពី shoulder របស់យើងទៅអញ្ចឹងយើងត្រូវ add ជើងទេវានេះ add slope អញ្ចឹងយើង add slope យើងត្រូវ add slope ពីជើងទេទៅមិនអាចចាប់ពីជើងទេវាចាប់អញ្ចឹងយើងត្រូវ add វាធម្មតាពីជើងទេមកនេះពីជើងទេនេះសម្រាប់ផ្លូវរបស់យើងពីនេះមកនេះពីនេះមកជើងទេគឺ2ម៉ែត្រអញ្ចឹងនេះពីជើងពី2ម៉ែត្រនេះមកពីកែងទៅនេះសនេះម្ដងនេះគឺជើងទេអញ្ចឹងយើងត្រូវចុចមួយ click លើវាមួយប៉ក់ហើយទៅវាចេញបែបនេះហើយបែបនេះយើងចុច hit នេះមកគឺអូខេមកវាឲ្យយើង flex នេះឃើញអត់ flex ទី2នោះ flex second
ឲ្យ select second corridor អញ្ចឹងយើង select ទី2អូខេអញ្ចឹងយើងចុចមក delete អូខេបានមួយនេះឃើញបានមួយយើងត្រូវ add មកខាងទៀតព្រោះដោយសារយើង add បានមកខាងនេះមកខាងដូចគ្នាដែរយើងត្រូវ add ចុចទៅលើនឹងមួយមកអូខេវាចេញបែបហ្នឹងចុច hint ដូចគ្នាអញ្ចឹងជាឲ្យ select ជើងទេមកខាងទៀតអញ្ចឹងយើងចុចជើងទេមកខាងទៀតមកខាងទៀតចុច delete មកអញ្ចឹងយើងបាន2អញ្ចឹងធម្មតាបាន2ហើយយើង add បានហើយព្រោះអីយើង add ដើម្បីចង់បាននេះវាឃើញអត់ពេលខ្ញុំ add ទៅវាចេញបែបនេះឲ្យគ្នានេះឃើញអត់នេះ delete របស់វាដែលចាប់ពីជើងទេមកថោ slope ខាងក្រោមអញ្ចឹងយើងបានប៉ុណ្្នឹងមកយើង add មកឃើញអត់នេះឃើញវាចាប់ស្អាតទេវាចាប់ជើងទេនេះវាចាប់ដល់ឃើញអត់នេះព្រោះវាចាប់ជើងទេនេះកន្លែងណាដែលវាដីវាចោតទៅវាចាប់អញ្ចឹងឃើញអត់វាចាប់លោមកកន្លែងណាដីស្មើឃើញនេះកន្លែងដីស្មើវាអត់អីទេព្រោះដីយើងស្មើតែកន្លែងនេះដីអត់ស្មើយើងត្រូវចាប់វាឃើញទេsugar វាហុញមកដល់ខាងថោ slope របស់វាអញ្ចឹងយើងមកប៉ុណ្្នឹងឃើញអត់ឥឡូវក៏ដល់យើងមកប៉ុណ្្នឹងឥឡូវយើងបង្ហាញមកប៉ុណ្្នឹងហើយចំពោះកដដោយសារវីដេអូយើងវែងដែរអញ្ចឹងខ្ញុំបង្ហាញអានេះ grade កដយើងបង្ហាញមកប៉ុណ្្នឹងដើម្បី add របស់វាឥឡូវខ្ញុំបញ្ចប់វីដេអូនេះចាំវីដេអូក្រោយខ្ញុំនឹងប្រាប់អំពីការ add sample line ជាមួយនឹងការ add បន្តទៀតអញ្ចឹងហើយនឹងឥឡូវខ្ញុំបញ្ចប់វីដេអូត្រឹមហ្នឹងអរគុណច្រើន